ចាំងរបស់ខ្ញុំខ្សែធនហើយបងស្រីតើពួកយើងប្រពៃនេះតទៅតើនឹងរស់យ៉ាងម៉េចទៅឯងគ្រាន់តែខំប្រឹងរៀនសូត្រទៅក៏បានហើយទោះបីជាត្រូវរើអេចៃលោកប៉ាអ្នកមកឲ្យអ្នកបងស្រីនឹងផ្គត់ផ្គង់ការសិក្សារបស់ឯងខ្ញុំនឹងខំរៀនឥឡូវនេះខ្ញុំទៅយកដំណក់សិនអ្នកនេះប្រធានជាងផ្លាកយ៉ាងថ្មីពួកយើងបានប្រួយហើយក្រុមហ៊ុនចឹងអ៊ីក្រុមស៊ឺជីដើម្បីតាមមករៀនបងរបស់ឯងបែរជាឲ្យឯងបដូរផ្លាកយ៉ាងថ្មីរបស់ក្រុមហ៊ុននេះគឺជាការដែលមានលុយ50លានលោកប៉ាឲ្យឯងអរគុណលោកប៉ានេះគឺជានាឡិកាដែលអ្នកបានដឹងថ្លៃចំណាយលុយអស់ជាង3លានទិញឯងកូនស្រីហត់នឿយហើយអរគុណអ្នកមើលប៉ាម៉ាក់ក្រុមហ៊ុនរបស់យើងគឺបដូរឈ្មោះហើយគឺមិនមែនត្រឹមតែធ្វើឲ្យបងប្រុសជឿជាក់ទេគឺត្រូវតែឲ្យគេគឺតែគ្រួសាររបស់យើងពិតជាខ្សែធនមែនដូច្នេះរបស់ទាំងអស់នេះមិនត្រូវឲ្យគេដឹងទេឆាប់ឡើងដំណក់មកទៅសាលាជាមួយខ្ញុំប្រយ័ត្នលោកប៉ាអ្នកម៉ាក់តើអ្នកទៅពីមិនអីទេតើពួកនេះខ្វាក់ភ្នែកទេខ្វះតែបន្តិចនឹងប៉ះទ្វារឡានរបស់ខ្ញុំហើយខ្ញុំមើលទៅនាងទៅវិញទេដែលជាមនុស្សខ្វាក់ភ្នែកនោះបើទ្វារឡានមិនចេះមើលក្រោយទេដើម្បីតែកិច្ចពីនាងគ្រួសាររបស់ខ្ញុំទាំងមូលស្ទើរតែជួបគ្រោះថ្នាក់ទៅហើយសំមកហើយគ្រួសាររបស់នាងទាំងមូលគឺជាអ្នកលក់អេចៃពេលដែលឃើញឡានទំនើបជួយនៅឆ្ងាយបន្តិចប្រសិនបើឡានរបស់ខ្ញុំខូចមែនលក់គ្រួសាររបស់នាងទាំងមូលទៀតក៏សងមិនគ្រប់ផងពិតជាសយមែនបងស្រីគ្រួសាររបស់ពួកយើងខ្សែធនហើយទ្រាំបន្តិចទៅអ្នកទីប្រធានជាងហេតុអ្វីបានជានាងមកទីនេះនាយកសាលាខ្ញុំឥឡូវនេះគឺមិនមែនជាប្រធានស្អីទេគ្រួសាររបស់ខ្ញុំខ្សែធនហើយហាគឺជារឿងដែលធ្វើជឿចាប់ណាកុំនិយាយទៀតអីកូនប្រុសពួកយើងចាប់ទៅសាលាទៅនាយកសាលាដើម្បីតែកែប្រែប្អូនប្រុសរបស់ខ្ញុំឲ្យខ្លាចទៅជាមនុស្សល្អវិញគ្រួសាររបស់ខ្ញុំទាំងមូលគឺលេងសម្ដែងធ្វើជាអ្នកក្រសូមលោកជួយខ្ញុំបន្តិចទៅអ្នកនាងដើម្បីតែមករៀនពលរដ្ឋរបស់អ្នកនាងពិតជាលះបង់ច្រើនមែនហត់ដល់លោកហើយឆាប់ទៅខំប្រឹងរៀនណាស្អីគេកូនអ្នករើសអេចៃក៏ឯងមករៀននៅសាលាជាមួយកូនប្រុសខ្ញុំបានដែរវានឹងឯងធ្វើឲ្យកូនប្រុសរបស់ខ្ញុំជុំនៅសំណាក់ក្រុមនាងមួយម៉ាក់ណាក៏ថាពួកយើងគឺជាអ្នករើសអេចៃដែរស្មោះរបស់នាងមិនក៏ស្អុយម្លេះខ្ញុំមើលតែនាងទៅជាអ្នករើសអេចៃពិតប្រាកដដែលរើសមហូបស៊ីនៅតាមចិញ្ចើមផ្លូវខ្ញុំគឺជាប្រពន្ធប្រធានក្រុមហ៊ុនវ៉ាងគ្រប់នេះនិយាយពាក្យសម្ដីទាំងអស់នេះជាមួយខ្ញុំផងខ្ញុំនឹងឲ្យនាយកសាលាបណ្ដេញបងប្រុសរបស់នាងចេញពីទីនេះនាងកុំអួតខ្លាំងពេកនាងមិនមែនជាអ្នកគ្រប់គ្រងសាលានេះទេតែមានសិទ្ធិអីមកបណ្ដេញសិស្សចេញពីទីនេះតែនាងមិនដឹងទេថាម្ចាស់គ្រប់គ្រងសាលាមួយនេះគឺជាមហាសេដ្ឋីថ្មីដែលកូនគឺជាប្រធានក្រុមហ៊ុនចឹងអ៊ីគ្រប់ហើយថ្ងៃស្អែកនេះប្តីរបស់ខ្ញុំនឹងទៅចុះកងត្រាសហការជាមួយនឹងក្រុមហ៊ុនចឹងអ៊ីគ្រប់ហើយពេលហ្នឹងខ្ញុំនឹងនិយាយជាមួយនឹងប្រធានក្រុមហ៊ុនចឹងអ៊ីឲ្យបណ្ដេញបងប្រុសរបស់នាងចេញពីសាលានេះអូអ្នកមើលខ្ញុំខ្លាចណាស់ចេះខ្លាចហើយយឺតពេលហើយចាំទទួលយកលិខិតបញ្ចុះបងប្រុសរបស់នាងចេញពីសាលានេះទៅបងស្រីមានរឿងហើយខ្ញុំលើសន្តិសុខនិយាយថាខ្ញុំចិត្តទៅសាលាបណ្ដេញចេញហើយបងប្រាប់អីប្រមាថដងហើយពេលដែលមានរឿងកុំឆ្លេឆ្លាគ្រាន់តែរឿងបន្តិចបន្តួចក៏ភ័យឆោឡោនោះធ្វើឲ្យយើងបាត់បង់ស្មារតីបងស្រីហេតុអ្វីបានជាបងពូកែម៉េះមិនខ្វល់តែមានរឿងអ្វីទេបងស្រីនៅតែខ្វល់ពីសម្រាប់របស់បងដដែលមកពីបងតែងតែប្រាប់ផលិតផលមួយនេះមែនទៅរៀនវិញទៅអាប្អូនម្នាក់នេះមករបស់ខ្ញុំឡើងសក់ក៏ក្រក់អស់ហើយសំណាហើយដែលខ្ញុំមានផលិតផលថែសម្រាប់ទាំងអស់នេះចាំមើលកម្មវិធីនៅថ្ងៃស្អែកនេះខ្ញុំនឹងធ្វើឲ្យប្រពន្ធរបស់ប្រធានបានស្ដាយក្រោយហេតុអីបានជាបន្តមកទៀតកម្មវិធីចុះហត្ថលេខាចិត្តចាប់5ហើយហេតុអីបានជាប្រធានក្រុមហ៊ុនចឹងអ៊ីនៅបន្តមកទៀតលោកប្រធានមកដល់ហើយនេះពិតជាធំធំមែនហ៊ានមកកន្លែងនេះកម្មវិធីបែបនេះក៏នេះហ៊ានមករំខានដែរតែទីនេះគ្មានអ្នកចាយនេះរើទេឆាប់ចេញពីទីនេះទៅប្រហុនគាត់គឺជាប្រធានក្រុមហ៊ុនចាំងជាគ្រប់តាអ្នកនាងចាំងសាជីអ្នកដែលឈរក្បែរគាត់គឺជាអគ្គនាយកក្រុមហ៊ុនចាំងគ្រប់អគ្គនាយកចាំងវ៉ាន់ពីងអូតាមពិតទៅនាងគឺមកពីគ្រួសារចាំងដែលជាគ្រួសារទៅទឹកខ្សែធននឹងទៅអញ្ចឹងទៅមកជាគ្រួសាររបស់នាងមើលទៅលំបាកខ្លាំងណាស់គួរឲ្យស្ដាយណាស់នៅទីក្រុងចាំងឆឹងឥឡូវនេះក្រុមហ៊ុនចាំងអ៊ីក្រុមគឺជាក្រុមហ៊ុនដែលធំជាងគេក្រោយពីកម្មវិធីចុះហត្ថលេខានៅថ្ងៃនេះហើយប្តីរបស់ខ្ញុំនឹងក្លាយទៅជាដៃគូសហការរបស់ក្រុមហ៊ុនចាំងអ៊ីក្រុមត្រូវដែរអរលោកប្តីពិតមែនឬអាចសហការបានឬក៏មិនបាននៅមិនទាន់ដឹងនៅឡើយទេតែនេះក៏តើនាងចិត្តណាគេណែឯងផ្លាស់ប្ដូរការសម្រេចចិត្តរបស់ក្រុមហ៊ុនចឹងអ៊ីក្រុមបានអញ្ចឹងថ្ងៃនេះខ្ញុំសូមនិយាយប្រាប់អ្នកទាំងពីរទៅថាកិច្ចសហការរបស់អ្នកទាំងពីរខ្ញុំសូមប្រឆាំងពិតជាគួរអស់សំណាចមែនក្រុមហ៊ុនបានគ្រប់របស់ខ្ញុំគឺជាក្រុមហ៊ុនដែលមានតម្លៃនាំមុខគេនៃទីក្រុងចាំងឆឹងនេះអេយូនេះទៅសួរនាំតកានៅទីនេះទាំងអស់ទៅតើនរណាគេដែលហ៊ានប្រឆាំងជាមួយនឹងការសហការរបស់ពួកយើងខ្ញុំប្រឆាំងខ្ញុំក៏ប្រឆាំងដែរពួកយើងសុទ្ធតែប្រឆាំងតើពលលោកកំពុងធ្វើស្អីណាក្រុមហ៊ុនរបស់ខ្ញុំគឺស័ក្តិសមជាងគេនោះណាជិះទុកជាមួយនាង
ពួកយើងមកកម្មវិធីនេះគឺដោយសារតែនាងប្រធានចាំង តែលោកមានន័យថាម៉េច នាងនៅមិនយល់ទៀតក្រុមហ៊ុនចឹងអ៊ីក្រូបគឺជាក្រុមហ៊ុនរបស់ចាំងជាគ្រប់គ្រាន់តែដូរឈ្មោះតែប៉ុណ្ណោះប្រធានក្រុមហ៊ុនចឹងអ៊ីក្រូបគឺជានាងប្រធានចាំងដដែល អ្នកនាងប្រធានពួកយើងខុសហើយគុំដែលសិនប្រពន្ធរបស់ខ្ញុំប៉ះពាល់កិច្ចសហការរបស់ពួកយើង អូគឺប្រកាសជាប៉ះពាល់ហើយកុំអី អ្នកនាងប្រធានចាប់ពីថ្ងៃតទៅនេះមិនមែនជាប្រពន្ធរបស់ខ្ញុំទៀតទេ លោកប្តីអីតើខ្ញុំរស់នៅយ៉ាងម៉េចតើអីមិនអីទេកុំខ្លាចអីខ្ញុំអាចណែនាំការងារមួយដល់នាងប៉ិនមែនឬអរគុណប្រធានជាងអរខ្ញុំធ្វើជាកូនជាសេះក៏ខ្ញុំព្រមណាឡូយកមកចាប់ពីពេលនេះតទៅនេះនឹងទទួលខុសត្រូវសម្រាប់ទាំងអស់នៅក្នុងផ្ទះខ្ញុំ